ពីឆ្នាំ2021នៅក្នុងគ្រួសាររបស់ខ្ញុំមានរឿងគួរឲ្យសោកស្ដាយមួយគឺប្អូនស្រីមិនមកបុកខ្ញុំទៀតបន្តមកទៀតគឺនៅក្នុងថ្ងៃ7ថ្ងៃរបស់គាត់ធាតុរបស់គាត់គឺខ្ញុំដាក់នៅខាងលើសម្រាប់ខ្ញុំគឺខ្ញុំគេងនៅខាងក្រោមកន្លែងដែលគាត់គេងម្ដងបន្តមកទៀតនៅពេលដែលយើងអុជក្នុងរយៈម្ដងពេល7ថ្ងៃហ្នឹងគឺមានធូបមួយដើមគេឲ្យអុជគឺអត់ឲ្យដាច់ទេក្នុងម្ដង7ថ្ងៃហ្នឹងគឺខ្ញុំហៅទៅគឺខ្ញុំគេងមកប្រហែលជាម៉ោង12ជាងលឺសលេងមនុស្សដើរហើយខ្ញុំមានអារម្មណ៍ថាមនុស្សមកកេះខ្ញុំតែខ្ញុំភ្ញាក់ហ្មងខ្ញុំក៏មានអារម្មណ៍ថាតិចអស់ធូបក៏អឺតមើលទៅតាមកម្មជាដើរទៅអស់ធូបណាស្អែកឡើងមកទៀតខ្ញុំក៏បានសួរម៉ាក់ខ្ញុំថាមានអារម្មណ៍ចឹងអត់គាត់ថាឃើញប្អូនដើរនៅលើដើរឡើងដើរចុះហ្មងមកថាអត់ប៉ិតទៀតចឹងអនឡាញមានបងប្អូន3នាក់មែន5នាក់ហេតុផលដែលខ្ញុំថាអត់ប៉ិតព្រោះខ្ញុំទៅដល់តែគាត់ឃើញប្អូនគាត់ម្នាក់ទៀតអត់ដឹងថាមានបងប្អូនច្រើនចឹងបើខ្ញុំសុំចោះចាញ់ព្រោះខ្ញុំលេងរឿងប៉ិតនិយាយហើយខ្ញុំថែមជូនមួយរឿងទៅក៏ពីររឿងទៀតរឿងមួយដែលកាត់ឡើងកាលពី1ខែមុននៅពេលដែលពួកខ្ញុំចុះទៅលេងនៅខេត្តកោះកុងពេលហ្នឹងគឺពួកខ្ញុំទៅគ្នា10នាក់ជិះឡានហ្នឹងទៅលេងរីសតហ្នឹងដែលរីសតហ្នឹងនៅចំកណ្ដាលព្រៃហ្មងជិះពីទីរួមខេត្តគាត់ទៅប្រហែលជា10គីឡូបានទៅដល់រីសតហ្នឹងហើយជុំវិញរីសតហ្នឹងមានស្ទឹងហើយមានដើមជុំវិញក៏អត់មានអីមានតែរីសតហ្នឹងមួយចំកណ្ដាលដល់ពេលបើកទ្វារលបងរីសតហ្នឹងហ្មងគឺខ្ញុំឃើញដើមឈើមួយធំហើយមានក្រុមការមួយហ្នឹងហើយដើមឈើហ្នឹងគឺគេរុំស្បោងទៀតពួកខ្ញុំគ្រាន់តែឃើញភ្លាមពួកខ្ញុំចុះទៅពួកខ្ញុំទៅផ្ទះតែពូតកងឡានគាត់ចុះទៅរបៀបដូចជាគាត់អត់សូវមានជំនឿលើខាងហ្នឹងដែរគឺគាត់អត់បានសាពេះទេគាត់មកទៀតក៏គាត់បានចូលទៅក្នុងហើយពួកខ្ញុំបានដើរលេងអីចឹងទៅញ៉ាំអីហើយជុំគ្នាយប់ឡើងពួកខ្ញុំចូលគេងពេលដែលពួកខ្ញុំចូលគេងហ្នឹងពួកខ្ញុំគេងស្កប់ទាំងអស់តែពូតកងឡានគឺគាត់គេងនៅក្នុងឡានហើយគាត់បាននិយាយថាយប់ឡើងហ្នឹងគាត់ឮសំឡេងមនុស្សស្រីដើរជុំវិញកន្លែងគាត់ហើយនិយាយគ្នាហើយបានបាក់ទ្វារចូលមកក្នុងឡានទៀតបន្តមកទៀតគាត់ឮឆ្កែគាត់បាក់ភ្នែកមើលគឺតាមកញ្ចក់ឡានហ្នឹងគឺឃើញមនុស្សស្រីកំពុងព្រមលេងនៅជិតឡានគាត់5 6នាក់ហ្មង5 6នាក់អត់ប៉ិតណែនេះបងកាជាសាក់សីមែនវ៉ាវគ្រឿងចុងក្រោយបំផុតមករបស់ខ្ញុំគឺខ្ញុំបានឃើញខ្មោចមនុស្សប្រុសស្លៀកពាក់សអីគាត់មិនស្អីដែរគួយលើកៅអីពណ៌ទឹកដោះគោមនុស្សប្រុសបងកាត់ memory ចោលណាតែខ្មោចនេះខ្ជូតប៉ិតប៉ុន្តែចុងក្រោយទេបណ្ឌិតមែនជុំវិញខ្ញុំអត់មានខ្មោចប្រុសទេមកស្រីហ្នឹងតែចោលទៅហើយបើសិនជាអ្នកនរគ្នាចង់សាប់រឿងខ្មោចអីបន្តទៀតអ្នកនរគ្នាជួយ share ផង comment ផង like ផងតែខ្ញុំហៅបងសិនតាតែងខ្មោចនិយាយរឿងខ្មោចអ្នកនរគ្នាស្ដាប់ទៀតបងអស់រឿងខ្មោចចាស់ហៅបងនីគីម្ដងនេះចង់ឲ្យបងនីគីអង្គុយស្ដាប់មួយខ្ញុំនៅក្នុងវត្តអូនិយាយរឿងក្នុងវត្តមួយទៀតអ្នកនរគ្នាខ្ញុំស្លាប់គេនៅក្នុងវត្តតាំងពីម៉ោង9ចូលដល់ម៉ោង5ភ្លឺឃើញអត់ឃើញអីទេពួកគេងអត់ឃើញ